មានសួរលោកគ្រូខ្ញុំឈប់ពីគឹមហ៊ីមកពីថ្នាក់ ST5 អញ្ចឹងថ្ងៃនេះខ្ញុំមកការ demo project final project របស់លោកគ្រូដែលយើងមានធ្វើការងារ final term អនុវត្តមានទាំងអស់ប៉ុណ្ណឹងអញ្ចឹងដំបូងយើងធ្វើការតភ្ជាប់អ៊ីនធឺណិតចូលទៅ port SNET1 នៅអ៊ីនធឺណិតតែដោយសារតែអានេះវាមានស្រាប់អញ្ចឹងយើងអាចធ្វើការ config នាំអ៊ីនធឺណិតចូលដោយសារថាខ្ញុំប្រើប្រាស់តាមរយៈNAT អានេះខ្ញុំ reset ហើយអញ្ចឹងយើងដំបូងអត់មាន password ទេយើងអាចនេះ connect ចឹងនៅពេលចូលយើងអត់មានយើងអាចដាក់ new password ចេញមកនេះចឹងយើងអាច create HTTP client SNET1 អូខេចឹងវានឹង searching ទៅរកការបោកនេះអញ្ចឹងភ្ជាប់អ៊ីនធឺណិតចូលហើយ config router នាំអ៊ីនធឺណិតចូលអញ្ចឹងនៅពេលដែលថាវាបោកវានឹងនេះយើងឃើញ IP ហើយយើងអាចដឹងថាវាមានអ៊ីនធឺណិតចូលនៅយើងអាចមើលតាមនេះបានអានេះសេខុស login admin 1 2 3ជាងយើងចូលហើយ no ជាងយើងអាចប្រើការ ping 3.3.3ចឹងនេះយើងឃើញអ៊ីនធឺណិតចូលហើយបន្ទាប់មកចូលបង្ហាញរបៀបកំណត់ interface port ហើយយើងមានយើងមាន port ទាំងអស់5ចឹងយើងអាចមកកំណត់interface port បាននៅទីតាំង interface យើង double click នេះទាំងអស់យើងមាន port 6ប៉ុន្តែយើងកំណត់5តាមដែលមាន internet អូខេនឹង port ទី1 port ទី2មិញគឺmanager manager port ទី3 director port ទី4 office port ទី5 consultant ខ្ញុំ cancel សិនចឹងវានឹងមានconfig port ហើយអញ្ចឹងយើងអាចតមកមួយទៀតចូលបង្ហាញរបៀបកំណត់ IP address តាមរូបខាងលើនៃ port 2 3 4 5អញ្ចឹងយើងនេះ IP តាមនេះអញ្ចឹងយើងដើម្បីកំណត់ IP យើងចូលទៅ IP address អញ្ចឹងយើងចូល IP ចូល address អញ្ចឹងយើង check add មកមិញ port ទី2គឺ 192.168.2.1/26 port ទី2 manager អូខេ port ទី3 192.168.3.1/25 director
port ទី 492.168.4.1/24 Office 1234 ហើយនឹង port ទី 592.168.5.1/27 ចឹង port ទី 2 2 3 4 5 អូខេចឹងអានេះគឺយើងកំណត់ port បង្ហាញកំណត់ port IP ទី 2 ទី 3 ទី 4 ទី 5 នេះតាម IP នេះបន្ទាប់មកចូលបង្ហាញរបៀបកំណត់Ethernet 2 3 4 5កាន់តែដំណើរការ IP address បោះចេញពី route គ្រប់ port ដែលយើងបានកំណត់អានេះគឺទី 5 គឺការ route ឲ្យវាបោះ IP address ចេញ direct អញ្ចឹងយើងទៅ DHCP server DHCP setup manager port ទី 2 យើងអាចចេញ manage រហូតអូខេ port ទី 3 port ទី 4 port ទី 5ចឹងយើងចង់ដឹងថាអានេះវាមានបោះចេញមកនៅចឹងយើងអាចមើលនៅក្នុងនេះរបស់យើងបាននេះwindow នេះដែលយើងមើលតាម removable នេះកុំព្យូទ័រយ៉ាង slow នេះវានៅក្នុង LAN ទី 2 ចឹងនៅក្នុង LAN ទី 2 យើងអាចមើលបាន IP config ចឹង LAN ទី 2 នេះអានេះខុសហើយវាសោះអញ្ចឹងពីនេះអញ្ចឹងវានឹង load មកអានេះ IP ដែលហើយវាជាប់ខាងចាស់កាលមុនចាអានេះគឺ 192.168.2.126 ចឹងអា port ទី 2 របស់យើងនេះ IP នេះ port ទី 2 កតុយ 2 ហើយវាស្លាស់ 26 អញ្ចឹងវាមានទាំងអស់ដូចជា 62 កតុយស្លាស់ 26 ហ្នឹងវាមាន 62 អញ្ចឹងទៅអានេះគឺវាចាប់នៅ port ចុងក្រោយគេបង្អស់ដែលថា port វាទី 1 ហ្នឹងគឺវាចាប់លេខ 62 ចឹងយើងធ្វើការ config តហ្នឹងគឺចំណុចទី 5 ស្វ័យប្រវត្តិចំណុចទី 6 បង្ហាញរបៀបកំណត់ port ដំណើរការ internet ទាំងអស់អញ្ចឹងដូចអា port ដែលថាមិញនេះហ្នឹងវាបោះតែ IP address ទេប៉ុន្តែវាអត់មានតនដំណើរការ internet ណាអញ្ចឹងយើងឃើញវានៅ out រហូតអញ្ចឹងយើងអាចចូលក្នុងនេះ IP firewall ចូលមកណា add masquerade អូខេចានេះវា load មកហើយយើងអាចមកមើលនៅក្នុងនេះបាននេះគឺវា load ដំណើរការ internet ដែរចឹងបន្ទាប់ពីដំណើរការ internet ទី 7 ចូល
bằng cao make staticលើ PC server ដែលយើងកំណត់ IP ជុំវានៅ IPTP ល្មងអញ្ចឹង IPTP ដោយរបស់យើងអញ្ចឹង 192.168.2.15 អញ្ចឹងអានេះយើងអាចចូលមក PHP server ចូលកន្លែង list នេះដែលថាយើងប្រើមិញហ្នឹងគឺយើងអាចដាក់ make static ដល់មក double click មិញកតុយលេខ 15 192.168.2.15 អញ្ចឹងយើងអូខេមកវានឹង make static ហើយអញ្ចឹងនេះអញ្ចឹងយើងត្រូវ /3 នេះហើយបាន /renew ចានេះហុកពីនៅពេលយើង renew វានឹង load ចាប់អាលេខ 15 របស់យើងមកវិញចាឥឡូវវាពងដើរយើងទៅមើលនេះត make static ហើយចូលកំណត់ speed internet ឬបែងចែក speed internet ប្រើប្រាស់តាមការកំណត់របស់អ្នកគ្រប់គ្រងអញ្ចឹងអានេះEthernet 4 Office ប្រើប្រាស់ speed 2 MB upload 2 MB download នេះចាំនេះ make static វាចូលហើយឥឡូវអាមិញគឺសម្រាប់ port ទី 4 អញ្ចឹងយើង maximate limit ចានេះខ្ញុំអត់ដាក់ឈ្មោះអីទេប៉ុន្តែយើងគ្រាន់នេះគឺនៅ port ទី 4 Office អានេះក៏ដូចជាអត់នេះដែរប៉ុន្តែអានេះគឺ 2M អានេះ 2M អញ្ចឹងអូខេចាក់ស្រាអានេះខ្ញុំតែឲ្យលោកគ្រូមើលសិនអញ្ចឹងមុននឹងយើងនេះអញ្ចឹងremovable នេះគឺដូរទៅ port ទី 4 slow នេះវាដូរទៅ signet ទី 4 នេះអញ្ចឹងវាចូលអាទី 4 này អញ្ចឹងយើងអាចតេស្តវាបាន speed ដែរអ្នកនេះតែខ្ញុំ slow ចឹងអត់បានពីមេslow គេឥឡូវដែរ
ពី14មេ15មេជាងវា20មេជាងដែរប៉ុន្តែ speed upload នៅរបស់ខ្ញុំនៅវាមានតែ2មេ2មេលើសបន្តិចអញ្ចឹងដល់ពេលយើងset វា2មេអាចនឹងថាវានៅវាអត់និយាយទៅគឺវា1មេជាងរហូតអាហ្នឹងបើសិនយើងនេះចានេះខ្ញុំបើកមកវិញមកចឹងនៅពេលបើកមកវិញយើងអាចនឹងថាអានេះវានឹងចាប់ត្រឹមតែ2មេទេតែអាភ្លាមខ្ញុំអត់ដឹងថាវាជាប់អត់អូខេនេះវាចាប់តែ2មេមិនដែលថាមិញយើងឃើញ23មេជាងជាងយើងអាចឲ្យវានៅ test យើងមើលការងារបន្តspeed ហើយគឺចូលបង្កើតការ block website on router by layer swap protocol ចឹង Facebook YouTube TikTok SNET 2ហ្នឹង manager block TikTok ហើយ SNET 3 block YouTube ហើយនឹង Facebook នេះ error ប៉ុន្តែជាក់ស្ដែងមិនឃើញ would be block the connection នេះ internet វារៀង slow ចឹងនេះ slow ខ្ញុំធ្វើអានេះតសិនហើយចាំតិចទៀតមកធ្វើនេះឲ្យគ្រូមើលវិញចឹងពាក់ព័ន្ធជាមួយនឹង layer swap យើងអាចចូលកន្លែង layer swap នេះអានេះគឺ block TikTok ចឹងខ្ញុំអាចយក script នេះតាំងក៏យក script នេះមកprotocol អានេះ block ទាំង3ប៉ុន្តែយើងចង់តែ TikTok យើងដាក់ TikTok មកអូខេខ្ញុំធ្វើនេះឲ្យហើយមកទៅវាដោយសារថាអានេះវាខុសគ្នាដែរទេSNET 2 TikTok SNET 3 YouTube ហើយជាមួយនឹង Facebook អញ្ចឹងយើងYouTube ហើយនឹង Facebook អញ្ចឹងយើងលុបអាពី TikTok នេះចោលមកយើងអាប់ឡាតអញ្ចឹងវាមាន block YouTube Facebook ហើយមួយទៀត block TikTok អញ្ចឹងយើងចូលកន្លែង filter add អញ្ចឹងកន្លែង forward នេះយើងដាក់input ហើយ protocol នេះគឺយើងរើ ICM protocol នេះអានេះសម្រាប់ការរើ TikTok មួយទៀតដោយសារនេះយើង block វានៅport ទី2នេះ port ទី2 manager នេះTikTok គឺ block នៅ port ទី2នេះ block port ទី3បើថាដាក់មិញមានន័យថាគឺ block ទៅទាំងអស់ជាងយើងចូល port ទី2ហ្នឹងហើយបាទអានេះយក layer 7ហើយបាន action គឺយើងយក drop អូខេប៉ុន្តែអានេះយើងអាចធ្វើការ comment មួយទៀតបានដើម្បីវាងាយស្រួល
SNET 2 ចឹងយើងអាចងាយស្រួលក្នុងការចំណាំចឹងយើងអាចធ្វើអានឹងមួយទៀត input ICM អានេះ interface នេះគឺ port ទី3 director អញ្ចឹងដាក់ port នឹងហើយ advanced យើងជ្រើសរើសអានេះ YouTube ហើយមួយ Facebook ហើយបាន action drop comment SNET 3 ចឹងវានឹង load មក drop មួយទៀតចូលបង្កើត blog website អានេះច្រឡំហើយជាក់ស្ដែង ICM ហ្នឹងគឺសម្រាប់ការ ping ទេចានេះលុបចោលអានេះលុបចោលយើងនេះ port IP address នេះវិញមិនត្រូវអញ្ចឹង port ទី2មែនទេចុះអញ្ចឹងយើង copy អានេះមកហើយបានអានេះ blog TikTok action drop អូខេអានេះខុសដែរអានេះមិនមែនទេអានេះ forward ដូចគ្នាហើយនេះអទី3 drop ចាលើនេះក៏ត្រូវដាក់ forward ដែរអូខេround protocol Facebook YouTube SNET 2 blog TikTok SNET 3 blog YouTube and Facebook នេះ ICM ខ្ញុំច្រឡំ ICM ពាក់ព័ន្ធជាមួយនឹងការ ping ចឹងយើងអាច block សិនហើយអូខេចានេះមិញនៅ port ទី4nàyខ្ញុំមកតេស្តម្ដងទៀតពាក់ព័ន្ធមួយ port ទី4ដែលយើង cannot speak របស់វានៅត្រឹម2អញ្ចឹងវាយើង cannot 2 មេអញ្ចឹងវានៅក្រោម2 មេវាអត់លើស2 មេទេអូខេចុះវានៅក្រោម2 មេអញ្ចឹងយើងអាចធ្វើការអានេះគឺពាក់អានេះវាពាក់ព័ន្ធជាមួយនឹងនេះទី8ហើយចឹងទី9មិញខ្ញុំបង្កើតដែរប៉ុន្តែអត់ទាន់តេស្តអញ្ចឹងឥឡូវយើងទៅតេស្តប៉ុន្តែវានៅ port ទី2អានេះវានៅ port ទី4អញ្ចឹងយើងដូរអានេះទៅដាក់ port ទី2តេស្ត port ទី2ហើយចាំតែ port ទី3អូយ slow
ទី2 អូខេនេះ self release ហើយបានសិនណា renew អញ្ចឹងport ទី2វានឹង load លេខ2នេះវានៅ port ទី2ហើយមិញយើង make static វាលេខ15ឥឡូវមិញយើង plot TikTok អញ្ចឹងយើងអាចបើក Facebook បានអញ្ចឹង TikTok យើងអត់អាចបើកបានទេនេះអញ្ចឹង Facebook បើកដែរនេះអញ្ចឹង TikTok វា cannot reach ចឹងទី2 block TikTok អូខេអញ្ចឹង port ទី3 block YouTube ហើយជាមួយនឹង Facebook នេះ TikTok ខ្វែងប្រភេទបានចឹងឥឡូវយើងដូរទៅ port ទី3វិញនេះដាក់ចឹង IP config/release IP config/renew history ចឹងអានេះខ្ញុំលុបចោលអត់ខ្លាចវានៅជាប់ខាច់នេះចឹងវាចូលលេខ3ហើយ youtube.com ហើយនឹង tiktok.com នេះចឹង Facebook បិទមួយហើយ YouTube វាកំពុងដើរ TikTok ដូចជាចូលនេះវាចូលដល់ explore can reach នេះអញ្ចឹង youtube.com វា youtube.com នេះ Facebook អត់ដើរអូខេ TikTok ដើរខ្ញុំបិទខ្លះកុំឲ្យវា slow ចុង Facebook នេះអត់ដើរបិទសិនទៅជាក់ស្ដែង YouTube វាអត់ដើរដែរទេវា cannot be reached នេះវាអត់ចូលនេះ youtube.com អញ្ចឹងវាអត់ដើរអញ្ចឹងវាត្រូវហើយឥឡូវយើងចូលដល់ចំណុចទី10ចូលបង្ហាញរបៀបបិទICMP កុំឲ្យ
network ខាងក្រៅ LAN និងខាងក្នុង LAN កុំឲ្យ ping score ទៅកាន់ router MikroTik បានចូលបង្ហាញបិទ ping នៅអ្នកនៅខាងក្រៅមិនឲ្យអញ្ចឹងអាទី1គឺបិទអត់ឲ្យ score ទាំងអស់ទី2អ្នកខាងក្រៅអត់ឲ្យ score ក្នុង MikroTik និងទី3បិទខាងក្នុង LAN ចានេះខ្ញុំបិទទៅកុំឲ្យវា run C នេះអញ្ចឹងយើងអាចចូលមកឥឡូវពាក់ព័ន្ធជាមួយនឹងការបិទអញ្ចឹងយើងដំបូងនេះអានេះដែលហាងខ្ញុំធ្វើមិនខុសហ្នឹងអញ្ចឹងយើងចូល input protocol នេះយើងយក ICMP ឲ្យបានកន្លែង interface នេះយើងចង់អត់ឲ្យទាំងអ្នកក្នុងអ្នកក្រៅអត់ score ទាំងពីរអញ្ចឹងយើងចុច on advanced extra អីនេះគឺអត់ទាំងអស់ហើយបានអាក្រុមនេះគឺយើងដាក់ drop អញ្ចឹង block outside inside ចាំមិនមាន block outside អានេះ block all អញ្ចឹងមួយទៀតអានេះខ្ញុំដាក់ drop ICMP អានេះblock អ្នក outside អ្នកនៅខាងក្រៅអត់ឃើញoutside inside ចូលបង្ហាញរបៀបបិទ ping ក្នុង LAN មិនអត់បិទ ping Ethernet 2មួយទៀតនេះគឺបិទ inside អញ្ចឹងបិទ inside នេះគឺយើងយក input ហើយ protocol នេះគឺ ICMP ចានេះគឺបិទ LAN ទី2ដែលថាមិញគឺគេអត់ចង់ឲ្យ ping បានហ្នឹងគឺខាង manager action drop lock ping Ethernet 2ប៉ុន្តែយើងអាច ping score សម្រាប់IP 192.168.2.10 អញ្ចឹង ping score សម្រាប់អ្នក IP លេខ10អញ្ចឹងកន្លែងដើម្បី score គឺកន្លែងនេះដាក់ sub នេះ input 192.168.2.10ចានេះ ICM ចានេះអូខេទៅអត់សឹបហ្នឹងវាដឹងតែនេះជុំវា ping score អ្នកផលទី2ដែរទេជាងយើងអាចទាញវាឲ្យទីអញ្ចឹងមកអញ្ចឹងអានេះវានៅលើអានេះអញ្ចឹងដំបូងដើម្បីឲ្យនេះខ្ញុំបិទអញ្ចឹងអានេះគឺ ping outside inside ហ្នឹង ping up score អានេះ outside របស់ខ្ញុំ CMD
192 ចែក 108 ចែក 150 ចែក 149 192 ចែក 168 ចែក 150 ចែក 149 192 ចែក 168 ចែក 150 ចែក 149 អូខេហើយអានេះ ping out score time out មួយហើយមួយទៀតនៅខាងក្នុងអានេះជាក់ស្ដែងទៅអានេះ ping out អញ្ចឹងអានេះវាតួតាថានៅនេះតួនៅទី3ក៏យើងនៅដាក់ ping out score ដែរ 192 ចែក 168 ចែក 3 ចែក 1ចឹង ping out score ទេប៉ុន្តែនៅពេលដែលខ្ញុំបិទអានេះខ្ញុំបិទអញ្ចឹងអានៅខាងក្រៅនេះវា score វិញអូអានេះត្រូវដាក់ T អញ្ចឹងវា score អាក្នុងនេះមិនអត់ដាក់ T ដែរអត់ដាក់ T ដែរចាំមានដាក់ម្ដងទៀតទៅឥឡូវ scoreចានេះខ្ញុំអាចឥឡូវដូរ port ទៅ port ទី2វិញដើម្បីងាយស្រួលក្នុងការតេស្តនៅពេលយើងប្រើប្រាស់នៅ port ទី2តិចទៀតដោយសារយើងតេស្តនៅមាននៅ port ទី2ខ្ញុំដាក់នេះនៅ port ទី2ឲ្យហើយ config release source renew នេះអញ្ចឹងលេខ 2 លេខ 15 ចាក់ស្ដែងមិញលេខ 2 លេខ 10បានវា ping score អញ្ចឹងឥឡូវខ្ញុំបើក outside អានេះ outside of score ខាង inside score ចុះឥឡូវ outside ខ្ញុំដាក់នេះទៅវា outside link score ហើយតែ inside ខ្ញុំ92 ចែក 168 ចែក 2 ចែក 1ហើយបានដក T ចាឥឡូវ ping នេះ score inside score outside of score ចានេះយើងត្រូវហើយខ្ញុំអាចបិទអានេះចោលអញ្ចឹងoutside វានឹង score មកវិញចាឥឡូវយើងប្រើ Ethernet 2 Ethernet 2នេះមានន័យថាខាងoutside នេះវា score នេះ outside នេះវានៅ score ដដែលប៉ុន្តែ inside នេះដោយសារinside នេះខ្ញុំប្រើ Ethernet 2ចឹងវាលេង score ហើយប៉ុន្តែលក្ខខណ្ឌយើងបើកaccept នេះអានេះអាច ping 2.10 ចឹង inside នេះដើម្បីឲ្យវា scoreយើងដូរ IP address របស់យើងទៅជា static property នេះ192 ចែក 168 ចែក 2 ចែក 10 អាមិញចែក 2 ចែក 10 នឹង score 8 ចែក 3នេះឥឡូវចែក 2 ចែក 10 នឹង score មកវិញដោយសារ IP របស់យើងចែក 2 ចែក 10
អញ្ចឹងបើហាញបិទលើកឡើងតែ PC មួយមាននេះ ping score អញ្ចឹងការងារហ្នឹងយើងចប់ហើយបន្ទាប់មកយើងចូលធ្វើការបង្កើត backup ការ config ក្នុង router ដើម្បីរក្សាទុកនិង copy file backup ដាក់លើ computer របស់អ្នក IT អូខេចាអានេះចប់ហើយយើងអាចធ្វើការ backup អញ្ចឹងខ្ញុំ backup នៅក្នុងនេះ backup យើងចូល file យើងចុចអក្សរ backup អានេះខ្ញុំដាក់ឈ្មោះខ្ញុំមក B Kim Hee អញ្ចឹង password 1 2 3យើងធ្វើការ backup អញ្ចឹងវានឹង backup នេះចូលអញ្ចឹងយើងអាច copy អានេះទាញមកដាក់ក្នុង desktop ខាងក្រៅរបស់ខ្ញុំបានទាញ copy អត់បានអញ្ចឹងយើងទាញយើងធ្វើការទាញយើងអាចទាញវាបាននេះអញ្ចឹង file ហ្នឹងយើងអាចដល់ពេលfile នេះ error យើងអាចទាញវាចូលមកបន្ទាប់មកយើង select លើវាធ្វើការ restore វានឹងធ្វើការ backup តំណែងរបស់យើងទុកហើយអញ្ចឹងសម្រាប់ bit ការងាររបស់ខ្ញុំមានតែប៉ុណ្្នឹងអញ្ចឹងអរគុណច្រើនលោកគ្រូសម្រាប់ការមើលវីដេអូបកស្រាយធ្វើការបត់បង្ហាញនៅ final project របស់ខ្ញុំចឹងអរគុណច្រើនលោកគ្រូ